រឿងកូនទាទាគីវង្វេងក្នុងព្រៃជ្រៅនៅពេលព្រឹកថ្ងៃមួយមានកូនទាដ៏គួរឲ្យស្រឡាញ់ឈ្មោះទាគីពាក់អាវយឺតពណ៌សស្លៀកខោខើប៊ុយពណ៌ខៀវនិងស្ពាយកាបូបតូចមួយបានវង្វេងក្នុងព្រៃជ្រៅមានដើមឈើខ្ពស់ៗស្លឹកឈើប៉ៃតងក្រាស់មានសភាពងងឹតនិងត្រជាក់កូនទាបានស្រែកច្រៀងយ៉ាងរីករាយពេលគេដើរលេងក្នុងព្រៃដោយស្ងើចសរសើរពីធម្មជាតិនិងសំឡេងសត្វបក្សីដែលកំពុងស្រែកច្រៀងប៉ុន្តែពេលគេដើរកាន់តែជ្រៅផ្លូវក៏កាន់តែពិបាកចងចាំមិនយូរប៉ុន្មានកូនទាបានដឹងថាខ្លួនគេបានវង្វេងផ្លូវហើយក្រឡេកមើលជុំវិញអ្វីហាក់ដូចជាប្រែប្រួលដើមឈើមើលទៅកាន់តែធំសំឡេងព្រៃក៏ប្លែកឡើងខុសធម្មតារូបគេគ្មានផ្លូវត្រឡប់មកវិញឡើងខណៈនោះនៅមិនឆ្ងាយប៉ុន្មានកូនឆ្មាពណ៌សដ៏គួរឲ្យស្រឡាញ់ឈ្មោះ Max កំពុងដើរជាមួយនឹងសម្លាញ់ខ្លាឃ្មុំ Pandy ពួកគេកំពុងតែដើរកម្សាន្តព្រៃជាមួយគ្នាផងដែរពេលកំពុងដើរកូនឆ្មា Max និងខ្លាឃ្មុំ Pandy បានឮសំឡេងបន្លឺឡើងយ៉ាងក្រៀមក្រំពីក្នុងព្រៃជ្រៅកូនឆ្មា Max និងខ្លាឃ្មុំ Pandy បានដើរតាមសំឡេងនោះរហូតដល់ឃើញកូនទាតូចអង្គុយលើថ្មមើលទៅមានសភាពភ័យខ្លាចនិងក្រៀមក្រំជាខ្លាំងពេលនោះដែរកូនឆ្មា Max ដើរចូលទៅសួរទាគីដោយថ្នមថាតើអ្នកបានវង្វេងផ្លូវមែនទេកូនទាគីងក់ក្បាលខ្ញុំបានវង្វេងផ្លូវមិនដឹងថាត្រូវត្រឡប់ទៅផ្ទះវិញតាមផ្លូវណាទេខ្លាឃ្មុំ Pandy បានញញឹមហើយនិយាយថាកុំបារម្ភយើងនឹងជួយអ្នករកផ្លូវត្រឡប់ទៅផ្ទះវិញកូនឆ្មា Max បានយកផែនទីតូចមួយចេញពីហោប៉ៅរបស់គេខណៈពេលដែលខ្លាឃ្មុំ Pandy ឡើងដើមឈើដើម្បីរកមើលផ្លូវនិងទីដៅក្រោយពីបានរកផ្លូវឃើញហើយអ្នកទាំង3ក៏ចាប់ផ្ដើមធ្វើដំណើរត្រឡប់មកវិញនៅតាមផ្លូវពួកគេត្រូវឆ្លងទន្លេតូចមួយមិនយូរប៉ុន្មានពួកគេបានទៅដល់គែមព្រៃជាកន្លែងដែលកូនទាបានចូលមុនដំបូងឃើញដូច្នោះកូនទាបែរទៅរកកូនឆ្មា Max និងខ្លាឃ្មុំ Pandy ញញឹមយ៉ាងស្រស់ហើយនិយាយថាអរគុណសម្លាញ់ទាំងពីរដែលជួយខ្ញុំកូនឆ្មា Max ញញឹមហើយនិយាយថាមិនអីទេនេះជាអ្វីដែលមិត្តភក្តិគ្រប់គ្នាត្រូវធ្វើបន្ទាប់ពីធ្វើដំណើរអស់រយៈពេលដ៏យូរមិត្តទាំង3នាក់បានសម្រេចចិត្តទៅសម្រាកនៅក្រោមដើមឈើដ៏ធំមួយមានខ្យល់ត្រជាក់ពួកគេអង្គុយជាមួយគ្នារីករាយនឹងធម្មជាតិដ៏ស្ងប់ស្ងាត់ដើម្បីចងចាំពីដំណើរកម្សាន្តរបស់ពួកគេខ្លាឃ្មុំ Pandy បានទាញកាមេរ៉ាតូចមួយមកហើយនាំពួកគេថតរូប selfie ដ៏រីករាយកូនទាងក់ក្បាលយ៉ាងគួរឲ្យស្រឡាញ់ហើយខ្លាឃ្មុំ Pandy ញញឹមយ៉ាងស្រស់នៅពេលពួកគេបន្តដំណើររបស់ពួកគេខ្លាឃ្មុំ Pandy បានលើកទាគីដាក់លើស្មារបស់គេដោយលេងសើចធ្វើឲ្យកូនទាតូចសើចសប្បាយកូនឆ្មា Max ក៏រំភើបចិត្តណាស់ដែរពេលព្រះអាទិត្យរៀបលិចផ្ទៃមេឃរំលេចជាពណ៌ផ្កាឈូកនិងពណ៌ស្វាយមិត្តភក្តិទាំង3បានដើរទន្ទឹមគ្នាដោយមានអារម្មណ៍សប្បាយរីករាយនិងដឹងគុណចំពោះការផ្សងព្រេងជាមួយគ្នាទីបំផុតពួកគេបានទៅដល់កន្លែងដែលទាគីត្រូវទៅកូនទាបានងាកទៅរក Max និង Pandy ដោយគ្រវីដៃលាយ៉ាងរំភើបហើយនិយាយថាខ្ញុំនឹងជួបអ្នកទាំងពីរម្ដងទៀតឆាប់នេះដូច្នេះហើយទាគីបានត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពកូនឆ្មា Max និងខ្លាឃ្មុំ Pandy ដើរចេញទាំងសប្បាយចិត្តហើយក៏ត្រៀមខ្លួនសម្រាប់ដំណើរកម្សាន្តបន្ទាប់ជាមួយគ្នាសូមអរគុណ